បាទសូមជម្រាបសួរបងប្អូនប្រិយមិត្តជនរួមជាតិទាំងអស់គ្នាជាទីគោរពជាទីរាប់អានបាទនៅពេលនេះដែរបាទខ្ញុំបាទវងសុរថាបាទបានធ្វើដំណើរបាទពីភ្នំពេញមកការអតីតគឺជាស្រុកស្អាងខេត្តកណ្ដាលទេតែឥឡូវនេះកាត់ចូលទៅក្រុងតាខ្មៅហើយបាទគឺភូមិកោះរំដួលបាទក្រុងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាលបាទពួកខ្ញុំមកទីនេះដោយសារតែបានដំណឹងពីបងប្អូនប្រជាពលរដ្ឋបាទបានរាយការណ៍បាទប្រាប់យើងខ្ញុំថានៅលើកោះនេះបាទគឺបងប្អូនប្រជាពលរដ្ឋបាទគាត់បានជីកកាយដើម្បីដាំដំណាំបាទដើម្បីយកផលទៅលក់ទីផ្សារដើម្បីចិញ្ចឹមជីវិតបាទជាប្រចាំថ្ងៃបាទហើយយើងមើលទៅបាទគឺទេសភាពក៏ស្រស់ស្អាតមែនទែនទឹកកំពុងតែឡើងព្រៀបនឹងមាត់ច្រាំងទៅហើយបាទហើយនេះគឺជាផ្លូវបាទទៅទីកន្លែងបាទដែលបងប្អូនប្រជាពលរដ្ឋបាទកំពុងតែជីកកកាយដើម្បីជីកដើម្បីដាំដំណាំបាទដូចជាដើមចេកនិងដំណាំផ្សេងដែលអាចយកផលទៅលក់ទីផ្សារបានបាទហើយនៅភូមិនេះបងប្អូនប្រិមិត្តមើលទៅបាទគឺផ្លូវបេតុងបាទពេញទៅហើយដោយសារមានការអភិវឌ្ឍបាទពីប្រមុខរាជរដ្ឋាភិបាលរបស់យើងបាទគឺផ្លូវបេតុងហើយចំណែកផ្លូវដែលខ្ញុំកំពុងតែដើរនេះបាទគឺជាផ្លូវទៅចំការមួយដែរបាទដោយសារតែទីនេះអត់ទាន់បានធ្វើផ្លូវគេនឹងធ្វើផ្លូវសិតបេតុងឲ្យក្នុងភូមិបាទមានតែមួយកន្លែងនេះទេបងប្អូនប្រិមិត្តណាបាទហ្នឹងហើយហើយកលេចមកមើលទីនេះបងប្អូននេះគឺជាចំការចេកដែលបងប្អូនយើងបានជីកបាទដើម្បីដាំដំណាំបាទដាំដំណាំដើម្បីយកផលនឹងឯងហើយក៏ទីនេះដែរគឺជាទីកន្លែងបាទដែលសម្បូរទៅដោយឆ្អឹងសាក់សពដែលសល់ពីចំនួនពលពតដែលពលពតបាទគាត់បានយកបងប្អូនប្រជាពលរដ្ឋយើងបាទយកមកបាទសម្រាប់ចោលនៅលើកោះនេះផងដែរបាទច្រើនខ្លាំងមែនទែនបាទច្រើនខ្លាំងមែនទែនការដែលខ្ញុំនៅទូចដែលខ្ញុំធ្លាប់ដឹងបាទគឺមានមួយផ្ទះសម្រាប់ទុកនោះឥឡូវនេះគេបានយកទៅតម្កល់នៅក្នុងវត្តឈុងលៀបបាទវត្តឈុងលៀបហើយបាទដល់ឥឡូវនេះបងប្អូនប្រជាពលរដ្ឋបាទបានជីកកកាយឃើញបាទថែមទៀតបាទហើយបងប្អូនមើលនេះទៅគឺជាកៅអៅបាទមិនមែនកៅអៅឥឡូវទេកៅអៅបន្សល់តាំងពីចំនួនពលពតមកម្លេះដែលបងប្អូនប្រជាពលរដ្ឋបាទការចំនួននោះបាទគឺពលពតបានយកពួកគាត់មកឃុំឃាំងនិងសម្លាប់នៅទីនេះបាទសិតតែកៅអៅសល់ពីពួកគាត់មិនមែនកៅអៅពីឥឡូវនោះទេហើយនេះគឺជាគំនោបាទឆ្អឹងសាក់សពរបស់បងប្អូនប្រជាពលរដ្ឋដែលពលពតបាទគាត់បានយកមកវាយចោលបាទយកមកវាយយកមកសម្លាប់ចោលនៅទីនេះបាទនៅក្នុងសង្គមបាទ3ឆ្នាំ8ខែ20ថ្ងៃនោះគឺព្រៃផ្សៃខ្លាំងមែនទែនបាទហើយនេះគឺជាបងយ៉តបាទដែលគាត់ជាអ្នកចំការហើយគាត់ជាអ្នកដាំដំណាំនៅទីនេះគាត់ជីកកកាយនៅទីនេះបាទហ្នឹងហើយគាត់ជីករត់ដើរទៅក៏បានឃើញបាទប្រទេសនៅឆ្អឹងសាក់សពដែលបន្សល់ទុកបាទជាយូរលង់ណាស់មកហើយនោះជាច្រើនបាទគឺអត់ទាន់មានការពុកផុយឬមួយក៏អីនោះទេគឺនៅបាទឆ្អឹងនៅមមល្អណាស់បងប្អូនប្រិមិត្តណាហើយតាមសម្ដីរបស់គាត់ដែលប្រាប់មកខ្ញុំបាទគឺគាត់ថានៅសល់ច្រើនទៀតបាទហើយនឹងក៏កប់វិញច្រើនផងបាទខ្ញុំអត់យល់ថាអីក៏កប់វិញគាត់ថាបាទកប់ខ្លះទៅវាអាក្រក់មើលអីចឹងបងប្អូនប្រិមិត្តបាទហ្នឹងហើយគាត់ថាវាអាក្រក់មើលបាទហើយគាត់ថាច្រើនណាស់ជីកមកចប់ប៉ះឆ្អឹងមកចប់ប៉ះឆ្អឹងបងប្អូនប្រិមិត្តបាទហ្នឹងហើយក៏គ្រាន់តែឃើញនេះគឺខ្លោចចិត្តមែនតែនបាទខ្លោចចិត្តខ្លាំងមែនតែនមរកអ្វីមកព្រៀបផ្ទឹមមិនបានទេបាទបើសិនជាមានសប្បុរសធម៌ណាឬមួយក្រសួងពាក់ព័ន្ធមួយណាបងប្អូនប្រិមិត្តណាបាទហើយមេបាទអាចយកឆ្អឹងពួកគាត់បាទទៅថែរក្សាទុកធ្វើជាកន្លែងមួយដើម្បីថែរក្សាទុកឆ្អឹងពួកគាត់បាទដើម្បីឲ្យព្រលឹងវិញ្ញាណគាត់បានស្ងប់ចិត្តបាទទៅបានស្ងប់ចិត្តបាទហ្នឹងហើយកុំឲ្យពួកគាត់នៅបាទមើលឆ្អឹងពួកគាត់នៅកដាលហាលថ្ងៃហាលភ្លៀងបាទពិបាកវេទនាមើលមែនតើបងប្អូនមើលបាទសុទ្ធតែជាកំណោឆ្អឹងបាទនេះប្រហែលជា30ទៅ20ទៅ30%បាទ20ទៅ30%នៃឆ្អឹងដែលគាត់ជីកបានទេហើយឆ្អឹងផ្សេងទៀតគឺនៅរាយពេញនឹង1 2រាយពេញចំការចេកនឹងតែម្ដងបងប្អូនប្រិមិត្តបាទគឺរាយពេញនឹងតែម្ដងបាទនេះជាសម្ដីដែលបងប្រុសគាត់បានរៀបរាប់ប្រាប់ខ្ញុំណាបងប្អូនប្រិមិត្តបាទហើយយើងគិតមើលថា
ចំនួននោះមិនដឹងថាបងប្អូនខាងណាបងប្អូនខាងណីទេដែលត្រូវពលពតយកមកវាយសម្រាប់ចោលនៅទីនេះបាទចំនួននោះគឺព្រៃផ្សាយខ្លាំងមែនទែនបាទគឺចំនួនប្រឡាយពុជសាសបាទគឺប្រឡាយពុជសាសនេះគឺថាចង់សម្រាប់រង្គាលមិនឲ្យសល់តែម្ដងបងប្អូនប្រិមិត្តតែបានការសង្គ្រោះបាទនៅថ្ងៃ7មករាបានផ្ដួលរំលំរបបប្រឡាយពុជសាសនេះចោលបាទអរគុណដល់បាទគណៈបកប្រជាជនកម្ពុជាដែលមានថ្នាក់ដឹកនាំរបស់សម្ដេចពុកតេជោហ៊ុនសែនបាទនិងអរគុណដល់ប្រមុខរាជរដ្ឋាភិបាលបាទសម្ដេចបវរធិបតីហ៊ុនម៉ាណែតបាទក្នុងក្នុងការអភិវឌ្ឍបាទអរគុណសម្ដេចពុកដែលបានជួយប្រជាពលរដ្ឋរបស់យើងឲ្យងើបរួចបាទអំពីការទរណកម្មដ៏ឃោរឃៅការសម្លាប់រង្គាលដ៏ឃោរឃៅនៅសម័យនោះផងដែរបាទបើអត់មានសន្តិភាពបាទអត់មានថ្ងៃ7មករាបើអត់មានសម្ដេចពុកទេខ្ញុំក៏ប្រហែលជាអត់មានជីវិតរស់នៅហើយក៏អត់មានពេលថតវីដេអូចែកជូនបងប្អូនទស្សនានៅពេលនេះផងដែរបាទហ្នឹងហើយបាទហើយនេះគឺគាត់ជាសារមួយបាទជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋបាទទាំងអស់គ្នាឲ្យបានដឹងផងដែរបាទនេះគឺខ្ញុំកំពុងតែរើសថ្មិញបងប្អូនដែលជ្រុះនៅលើដីបាទមិនមែនរៀបចំទេគឺពិតបងប្អូនអាចមកមើលខ្លួនឯងបានបាទគឺនៅសល់ច្រើនមែនទែនបាទអាចមកទស្សនាបាទផ្ដិតរូបភាពខ្លួនឯងបាននៅទីនេះបាទបងប្អូនមើលបាទគឺសុទ្ធតែថ្មិញតែម្ដងបាទសុទ្ធតែនេះគាត់ណាមកដុំហ្នឹងបងប្អូនប្រិមិត្តគាត់មកកវ៉ែលដែលខ្ញុំពងរើសហ្នឹងគឺពាយបាទគឺនៅពេញហ្នឹងតែម្ដងបាទគឺនៅពេញហ្នឹងតែម្ដងគឺថ្មិញបាទថ្មិញបងប្អូនប្រជាពលរដ្ឋដែលពលពតបាទយកមកសម្រាប់ចោលនេះបាទបងប្អូនមើលបាទសុទ្ធតែថ្មិញតែម្ដងបាទមើលទៅដូចអណោចអធមណាស់បងប្អូនអើយបាទដូចជាការសំណូមពរដែលដល់បងប្អូនបាទប្រិយមិត្តដែលមានចិត្តសប្បុរសធម៌ដែលអាចបាទចូលជាបច្ច័យឬក៏អាចមកសាងសង់បាទតូបអីមួយបាទកន្លែងទីស្នាក់អាស្រ័យទីអ្វីមួយនោះបាទសម្រាប់ដល់ពួកគាត់បាទដើម្បីទុកឆ្អឹងពួកគាត់បាទថែរក្សាឆ្អឹងរបស់ពួកគាត់បាទឲ្យពួកគាត់បានស្ងប់ល្អខ្លាំងមែនទែនបាទល្អខ្លាំងបងប្អូនមើលបាទហ្នឹងហើយឥឡូវនេះបាទខ្ញុំកំពុងតែធ្វើដំណើរបាទទៅកន្លែងរោងមួយដែលជាអតីតបាទរោងដែលគេហៅថាផ្ទះខ្មោចនោះបាទហ្នឹងហើយគឺកន្លែងទីតាំងនេះបាទគឺនៅក្រៅក្នុងខ្ញុំនេះបងប្អូនប្រិមិត្តណាបាទកាលមុនគឺផ្ទះឈើប្រក់ក្បឿងបាទជារោងឈើប្រក់ក្បឿងបាទពោពេញទៅដោយកំណោឆ្អឹងខ្មោចបាទហ្នឹងហើយកំណោឆ្អឹងខ្មោចប៉ុន្តែឥឡូវនេះបានដោយសារខាងវត្តឈូលៀបគាត់យកទៅថែរក្សាទុកជាច្រើនហើយផ្ទះឈើក៏បានពុកផុយឥឡូវនេះបាទបងប្អូនប្រជាពលរដ្ឋដូចជាមេឃុំចៅសង្កាត់មេភូមិបាទនិងខេត្តថ្នាក់ខេត្តបាទគាត់បានមកធ្វើសាលាបុណ្យនៅទីនេះបាទធ្វើសាលាបុណ្យនៅទីនេះបាទដើម្បីរៀបរាប់ថ្ងៃសិលឬថ្ងៃបុណ្យទានផ្សេងបាទនិមន្តលោកមកសុខមន្តបាទធ្វើបុណ្យតាមប្រពៃណីបាទសុខមន្តតាមប្រពៃណីនៃព្រះពុទ្ធសាសនាបាទនឹងហើយបងប្អូនប្រិយមិត្តបាទតាមពិតកន្លែងនេះមុនគឺជាអតីតកន្លែងរោងបាទតម្កល់ឆ្អឹងសាកសពបងប្អូនប្រជាពលរដ្ឋបាទច្រើនខ្លាំងមែនទែនបាទដែលបងប្អូនប្រជាពលរដ្ឋគាត់មកនៅទីនេះបាទហើយគាត់បានចាប់ដើមកោះកាយដើម្បីធ្វើផ្ទះនិងដាំដំណាំកាលនោះយូរហើយបងប្អូនប្រិមិត្តបាទតាំងពីចំនួនវាយបែកមកបងប្អូនប្រិមិត្តបាទខ្ញុំអត់ចាំទេដោយសារតែខ្ញុំក្មេងសំណងក្រោយទេបាទហ្នឹងហើយគឺធ្វើរោងឲ្យគាត់មួយមានជារោងឈើហើយប្រក់ក្បឿងកាលហ្នឹងបាទហើយដល់អង្គលបាទឆ្អឹងរបស់ពួកគាត់នៅទីនេះផងដែរបាទហើយទីនេះបងប្អូនប្រិមិត្តមកគឺជាឆ្អឹងបាទឆ្អឹងដែលបងយ៉តបាទគាត់បានយកបាទមកពីកន្លែងចកាចេកហ្នឹងបាទយកមកខ្លះនៅដើម្បីបាទមកសូត្រមន្តពេលថ្ងៃសិលអីបាទឲ្យប្រសង់គាត់ជួយសូត្រមន្តឧទ្ទិសកុសលបាទជូនដល់វិញ្ញាណក្ខន្ធបាទបុព្វការីជនដែលបានចែកឋានក្នុងសម័យបាទ3ឆ្នាំ20ថ្ងៃ3ឆ្នាំ8ខែ20ថ្ងៃនោះផងដែរបាទនេះគឺឆ្អឹងលលាបាទឆ្អឹងលលាបាទមិនមែនជាត្រឡោកដងឬអីជាបោះឆ្នៃទេគឺជារបស់ពិតបាទជាឆ្អឹងលលាឆ្អឹងបាទយើងមើលឃើញឆ្អឹងមូលយើងមិនដឹងថាឆ្អឹងដៃឬមួយឆ្អឹងជើងទេបងប្អូនប្រិយមិត្តបាទមានទាំងកៅអាវបាទមានទាំងវត្ថុអីផ្សេងបាទជាច្រើនដែលបងប្អូនប្រជាពលរដ្ឋបាទគាត់ជីកបាទដើម្បីដាំដំណាំហើយគាត់យកមកបានហើយគាត់យកមកថែរក្សាទុកនៅទីនេះផងដែរហើយជាចុងក្រោយក៏សូមបាទអំពាវនាវបាទដល់ស្ថាប័នដែលពាក់ព័ន្ធបាទពិសេសសាលាខេត្តកណ្ដាលបាទនឹងឲ្យជួយមកមើលនៅទីនេះបាទដើម្បីជួយយកឆ្អឹងរបស់ពួកគាត់បាទដើម្បីយកទៅថែរក្សាទុកនៅកន្លែងដ៏សមគួរណាមួយបាទដើម្បីគោរពដល់វិញ្ញាណក្ខន្ធបងប្អូនដែលចែកឋានទៅឲ្យគាត់បានស្ងប់ផងដែរបាទនៅពេលនេះដែរបាទខ្ញុំបាទវងសរដ្ឋាក៏សូមបញ្ចប់បាទការអធិប្បាយប៉ុណ្ណេះដែរបាទបងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈទូរស័ព្ទលេខ
បាទ081 5 ដង602បាទ Telegram ដូចគ្នាបងប្អូនណាបាទបងប្អូនដែលអាចចង់មកទស្សនានៅទីនេះបាទចង់ពីស្វែងយល់នៅទីនេះហើយចង់ឃើញផ្ទាល់បាទអរគុណច្រើនជម្រាបលា